កងទ័ពឆ្មាំជាតិប្រមាណ 2000 នាក់នៅក្នុងរដ្ឋ California ត្រូវបានបញ្ជូនទៅដល់ទីក្រុង Los Angeles សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យដើម្បីការពារសន្តិសុខកំឡុងពេលមានបាតុកម្មជុំវិញការអនុវត្តច្បាប់អន្តោប្រវេសន៍របស់ប្រធានាធិបតី Donald Trump គណៈរដ្ឋបាលក្រុង California បានហៅការដាក់ពង្រាយកងទ័ពឆ្មាំជាតិរបស់លោក Trump ថាជាសកម្មភាពខុសច្បាប់នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកគឺមានរយៈពេល3ថ្ងៃមកហើយដែលវងបាតកោបានធ្វើសកម្មភាពប្រឆាំងតវ៉ានិងការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់បាតកម្មសម្ដែងមតិនៅមុខការិយាល័យភ្នាក់ងារប៉ូលីសអន្តោប្រវេសន៍និងនៅតុលាការក្រុង Los Angeles ដើម្បីរារាំងមិនឲ្យប៉ូលីសដឹកមនុស្សបណ្ដេញចេញសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី9ខែមិថុនាឆ្នាំ2025នេះថាក្រុមប៉ូលីសសហព័ន្ធបានចាប់ផ្ដើមដាក់ពង្រាយខណៈដែលក្រុមបាតកោបានធ្វើសកម្មភាពប្រឆាំងទៅនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោកត្រាំនិងបង្កចលាចលជាប់គ្នាចំនួន3ថ្ងៃមកនេះនៅទីក្រុង Los Angeles ដោយការប្រមូលផ្ដុំនោះបានឈានទៅដល់ការប្រជុំមុខដាក់គ្នារវាងបាតកោនិងប៉ូលីសនៅទីក្រុង Los Angeles បានចាត់ទុកការប្រមូលផ្ដុំរបស់ក្រុមបាតកោនៅជិតសាលាក្រុងថាជាការប្រមូលផ្ដុំដោយខុសច្បាប់និងបានចោទប្រកាន់ថាក្រុមបាតកោមួយចំនួនបានគប់បេតុងដបនិងវត្ថុផ្សេងៗទៀតទៅលើប៉ូលីសស្ថាប័នមួយនេះបានសរសេរនៅក្នុងការបង្ហោះលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមថាការចាប់ខ្លួនកំពុងត្រូវបានចាប់ផ្ដើមនគរបាលអាមេរិកបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកវងបាតកោហើយបានចាប់ឃាត់ខ្លួនបាតកោច្រើនជាង40នាក់បាតកោមួយចំនួនត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងបរិវេណតុលាការទៀតផងយោងតាមវីដេអូក្រុមបាតកោបានស្រែកថាអាម៉ាស់ចំពោះអ្នកទៅកាន់ប៉ូលីសហើយអ្នកខ្លះហាក់ដូចជាគប់នៅវត្ថុផ្សេងៗក្រុមអ្នកតវ៉ាមួយក្រុមបានបិទផ្លូវ101 Freeway ដែលជាផ្លូវដ៏សំខាន់មួយនៅក្នុងទីក្រុង Los Angeles ក្រុមបាតកោជាច្រើនអ្នកបានកាន់ទង់ជាតិមិចស៊ិចនិងសញ្ញាថ្កោលទោសអាជ្ញាធរអន្តោប្រវេសន៍អាមេរិកហើយបានប្រមូលផ្ដុំគ្នានៅកន្លែងជាច្រើនជុំវិញទីក្រុងអភិបាលរដ្ឋ California លោក Gavin Newsom បាននិយាយថាលោកបានស្នើសុំឲ្យរដ្ឋបាលលោកត្រាំដកបញ្ជារបស់ខ្លួនក្នុងការដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន 2000 នាក់នៅក្រុង Los Angeles ដោយហៅវាថាជាសកម្មភាពខុសច្បាប់លោក Newsom បានចោទប្រកាន់លោកត្រាំពីការព្យាយាមបង្កើតវិបត្តិនិងរំលោភលើអធិបតេយ្យភាពរដ្ឋរបស់រដ្ឋ California លោកបានសរសេរនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថាទាំងនេះគឺជាទង្វើរបស់ជនផ្ដាច់ការមិនមែនប្រធានាធិបតីនោះទេចំណែកឯសេតវិមានវិញបានជំទាស់ទៅនឹងទង្វើរបស់លោក Newsom ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកគ្រប់គ្នាបានឃើញពីភាពចលាចលអំពើហិង្សានិងភាពគ្មានច្បាប់ទម្លាប់នៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនចៅហ្វាយសេតវិមានលោក Donald Trump ថែមទាំងបានរិះគន់លោក Gavin Newsom អភិបាលរដ្ឋ California និងលោក Karen Bass ចៅហ្វាយក្រុង Los Angeles ថាគ្រប់គ្នាបានដឹងស្រេចហើយថាពួកគេមិនចេះធ្វើការហើយបើមិនព្រមធ្វើការយ៉ាងដូចនេះលោកនឹងឲ្យប៉ូលីសសហព័ន្ធចុះបំពេញភារកិច្ចនិងធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាដែលមើលឃើញនៅរូបភាពអនាធិបតេយ្យបែបនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសម្រេចចេញបទបញ្ជាដោយដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន 2000 នាក់នៅក្នុងរដ្ឋ California ដើម្បីការពារសន្តិសុខនិងទប់ទល់ភាពចលាចលនៅទីនោះទន្ទឹមគ្នានេះដែររដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ក៏បានប្រកាសថាប្រសិនបើករណីចាំបាច់មន្ទីរបញ្ចកោណនឹងបញ្ជូនទាហានម៉ារីនទៅចុះធ្វើអន្តរាគមន៍តែម្ដងពេលនេះកងទ័ពម៉ារីនបានទទួលបញ្ជាឲ្យត្រៀមខ្លួនរួចស្រេចហើយបើតាមក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិកបានបញ្ជាក់ថាក្នុងការអនុវត្តនយោបាយបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់គ្រាន់តែរយៈពេលមួយសប្តាហ៍នេះប៉ូលីសនៅទីក្រុង Los Angeles បានចាប់ខ្លួនជនបរទេសខុសច្បាប់ចំនួន118នាក់ក្នុងនោះមានទាំងជនទំនើង5នាក់ផងដែរ
រដ្ឋបាលអាមេរិកបានចាប់ផ្ដើមយុទ្ធនាការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់កាលពីអំឡុងខែមករាឆ្នាំ2025នេះគឺ3ថ្ងៃក្រោយពីលោកដូណាល់ត្រាំបានឡើងកាន់តំណែងប្រធានាធិបតីដែលការអនុវត្តនេះតបទៅតាមការសន្យារបស់លោកត្រាំនៅក្នុងពេលឃោសនាបោះឆ្នោតក្នុងថ្ងៃចូលកាន់តំណែងជាផ្លូវការលោកដូណាល់ត្រាំបានចេញក្រឹត្យប្រធានាធិបតីរឹតបន្តឹងព្រំដែនហើយអនុញ្ញាតឲ្យនគរបាលប្រើកណ្ដាប់ដែកដើម្បីចាប់ខ្លួននិងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់កាលពីដើមខែឧសភាកន្លងទៅថ្មីនេះលោកដូណាល់ត្រាំក៏បាននិយាយដែរថាខ្លួននឹងបង់ប្រាក់ចំនួន$1000សហរដ្ឋអាមេរិកដល់ជនអន្តោប្រវេសន៍ដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ដើម្បីឲ្យពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយស្ម័គ្រចិត្តដែលជាផ្នែកមួយនៃរបៀបវារៈនៃការនិរទេសទ្រង់ទ្រាយធំនៅក្នុងនោះលោកដូណាល់ត្រាំក៏បានបញ្ជាក់ដែរថាជនអន្តោប្រវេសន៍ដែលនិរទេសខ្លួនឯងនឹងចាកចេញពីសហរដ្ឋអាមេរិកអាចនឹងមានឱកាសត្រឡប់មកវិញដោយស្របច្បាប់ប្រសិនបើពួកគេជាមនុស្សល្អនិងស្រឡាញ់ប្រទេសរបស់យើងកាលពីថ្ងៃពុធទី4ខែមិថុនាឆ្នាំ2025ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំក៏បានចុះហត្ថលេខាទៅលើសេចក្តីប្រកាសមួយដោយហាមជនជាតិបរទេសមកពីប្រទេសចំនួន12មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិកដោយលោកនិយាយថាវិធានការនេះគឺចាំបាច់ដើម្បីការពារប្រឆាំងនឹងភេរវករបរទេសនិងជាការគំរាមកំហែងផ្នែកសន្តិសុខផ្សេងទៀតបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាប្រទេសចំនួន12ដែលសហរដ្ឋអាមេរិកបានហាម5ចូលប្រទេសរបស់ខ្លួននោះរួមមានអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាត កុងហ្គោ អេក្វាទ័រ ហ្គីណេ អេរីត្រៀ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី សូដង់ និងយេម៉ែននៅក្នុងសេចក្តីប្រកាសនោះសេតវិមានក៏បានបញ្ជាក់ដែរថាក្រុមប្រទេសដែលស្ថិតនៅក្រោមបម្រាមធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទាំងស្រុងគឺដោយសារតែត្រូវបានរកឃើញថាមានការខ្វះខាតនៅក្នុងការត្រួតពិនិត្យនិងត្រូវបានកំណត់ថាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិកចំណែកឯពលរដ្ឋមកពីប្រទេសចំនួន7ផ្សេងទៀតត្រូវបានដាក់ឲ្យនៅក្រោមការរឹតបន្តឹងផ្នែកខ្លះនៅក្នុងនោះមានប្រទេសបូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ ទួរមេនីស្ថាន និងវេណេស៊ុយអេឡាការរឹតបន្តឹងការធ្វើដំណើរនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន CBS News